ជំពូកទី4ការធ្លាក់ចុះនៃរបបរាជាធិបតេយ្យព្រះគម្ពីរពង្សាវតារក្សត្រទី1និងទី2កាន់គម្ពីរពង្សាវតារក្សត្រទី1និងទី2រៀបរាប់អំពីប្រវត្តិសាស្ត្រនៃអ៊ីស្រាអែលក្នុងរយៈពេល453ឆ្នាំដោយចាប់ផ្ដើមពីការសូកុតរបស់ស្ដេចដាវីតនិងការចាប់ផ្ដើមឡើងគ្រងរាជ្យរបស់ស្ដេចសាឡូមោនដែលជាកូនប្រុសរបស់ស្ដេចដាវីតស្ដេចសាឡូមោនបានទូលសំព្រះជាម្ចាស់ឲ្យប្រទានប្រាជ្ញាហើយទ្រង់មិនត្រឹមតែប្រទានប្រាជ្ញាដល់គាត់ប៉ុណ្ណោះទេគឺថែមទាំងប្រទានទ្រព្យសម្បត្តិនិងកិត្តិយសទៀតផងស្នាដៃដ៏អស្ចារ្យរបស់ស្ដេចសាឡូមោនគឺការកសាងព្រះវិហារដ៏រុងរឿងថ្វាយព្រះជាម្ចាស់ព្រមទាំងព្រះរាជវាំងសម្រាប់ខ្លួនប៉ុន្តែស្ដេចសាឡូមោនបានប្រព្រឹត្តខុសដោយរៀបការជាមួយនឹងស្ត្រីសាសដទៃដែលបានអូសទាញគាត់ឲ្យថ្វាយបង្គំរូបព្រះទ្រង់ក៏បានបង្កើនទ័ពសេះហើយទុកចិត្តលើពួកវាជាជាងព្រះជាម្ចាស់ក្រោយពេលដែលស្ដេចសាឡូមោនបានស្លាប់ទៅនោះកូនប្រុសគាត់ឈ្មោះរេហូបោមត្រូវបានតាំងឡើងឲ្យសោយរាជ្យបន្ទាប់ពីគាត់ប៉ុន្តែស្ដេចរេហូបោមមិនបានបន្ថយពន្ធដែលស្ដេចសាឡូមោនបានដកហូតពីប្រជាជនសម្រាប់បំពេញតម្រូវការនៃរជ្ជកាលដ៏ហ៊ឺហានោះទេផ្ទុយទៅវិញស្ដេចរេហូបោមបានគំរាមនិងទាមទារការបង់ពន្ធកាន់តែធ្ងន់ជាងមុនទៅទៀតជាលទ្ធផលនៃការនេះពូជអម្បូរទាំង10នៅភូមិភាគខាងជើងដែលហៅថាពួកអ៊ីស្រាអែលបានធ្វើការបះបោរហើយបានយកយេរ៉ូបោមធ្វើជាស្ដេចដោយតាំងរាជធានីនៅសាមារីចំពោះស្ដេចរេហូបោមវិញគឺសល់តែពូជអម្បូរយូដាព្រមទាំងមនុស្សមួយចំនួននៃពូជអម្បូរលេវីស៊ីមៀននិងបេនយ៉ាមីនតែប៉ុណ្ណោះនេះជាអ្វីដែលគេហៅថានគរបែកបាក់ពូជអម្បូរទាំង10នៃពួកអ៊ីស្រាអែលបានคล้ายជានគរខាងជើងក៏ត្រូវហៅថាអេប្រាអឹមហើយពូជអម្បូរយូដាបានคล้ายជានគរខាងត្បូងដោយមានរាជធានីនៅក្រុងយេរូសាឡឹមក្រោយមកមានស្ដេចជាបន្តបន្ទាប់នៅក្នុងនគរទាំងពីរគឺស្ដេចនៃពួកអ៊ីស្រាអែលនគរខាងជើងសុទ្ធតែអាក្រក់ទាំងអស់រីឯស្ដេចនៃពួកយូដានគរខាងត្បូងវិញមានទាំងស្ដេចអាក្រក់និងស្ដេចល្អនគរអ៊ីស្រាអែលនគរខាងជើងបានបន្តនៅរហូតដល់ធ្លាក់ខ្លួនជាឆ្លើយរបស់សាសអាសឺនៅក្នុងឆ្នាំ721មុនគ្រិស្តសករាជចំណែកឯនគរយូដានគរខាងត្បូងវិញបានបន្តនៅរហូតដល់ខ្ទង់134ឆ្នាំបន្ថែមទៀតហើយក្រោយមកក៏ត្រូវបានคล้ายទៅជាឆ្លើយរបស់សាសបាប៊ីឡូនមុននឹងយើងបញ្ចប់ប្រធានបទអំពីនគរបាក់បែកនេះចំណុចសំខាន់ខ្លះដែលគួរកត់សម្គាល់រួមមាន 1. ព្រះគម្ពីរនិយាយផ្ដោតទៅលើស្ដេចមួយចំនួនដូចជាស្ដេចយេរ៉ូបោមជាស្ដេចដំបូងគេបង្អស់នៃពួកអ៊ីស្រាអែលនគរខាងជើងដែលបានធ្វើរូបគោមាសសម្រាប់ថ្វាយបង្គំនៅដាននិងបេតអែលអាហាបជាស្ដេចដ៏អាក្រក់បំផុតនៃពួកអ៊ីស្រាអែលនគរខាងជើងដែលជាស្វាមីរបស់យេសេបែលផងហើយក៏ជាអ្នកថ្វាយបង្គំព្រះនៃសាសដទៃគឺព្រះបាលស្ដេចល្អនៃពួកយូដានគរខាងត្បូងមានដូចជាអេសាយូហូសាផាត់យ៉ូអាសអាម៉ាស៊ីយ៉ាអាសារ៉ាយ៉ូថាមហេសេគៀនិងយ៉ូសៀ 2. នៅក្នុងសម័យកាលនោះក៏មានពួកហោរាដែលបានធ្វើការយ៉ាងសកម្មមានដូចជាហោរាអេលីយ៉ាដែលបានទទួលជ័យជំនះលើពួកអ្នកថ្វាយបង្គំដល់ព្រះបាទនៅភ្នំកើម៉ែលក្នុងរជ្ជកាលនៃស្ដេចអាហាបបន្ទាប់មកហោរាអេលីសេដែលល្បីខាងធ្វើការអស្ចារ្យជាច្រើនបានថ្លែងទំនាយនៅចំពោះស្ដេចនៃអ៊ីស្រាអែល
តាំងពីស្ដេចយ៉ូរ៉ាមរហូតដល់ស្ដេចយ៉ូអាហាសក្រោយមកទៀតមានពួកហោរាផ្សេងជាច្រើនដែលបានបម្រើនៅសម័យនោះផងដែរហើយពាក្យរបស់ពួកគេត្រូវបានកត់ត្រានៅផ្នែកខាងក្រោយនៃព្រះគម្ពីរសញ្ញាចាស់